បវរធិបតីហ៊ុនម៉ាណែតអំពាវនាវឲ្យជនរួមជាតិផ្សព្វផ្សាយពីភាពវិជ្ជមានរបស់កម្ពុជាទៅកាន់ពិភពលោកដើម្បីទាក់ទាញភ្ញៀវទេសចរសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានអំពាវនាវដល់ប្រជាពលរដ្ឋនិងជនរួមជាតិទាំងអស់ផ្សព្វផ្សាយអំពីភាពវិជ្ជមានរបស់កម្ពុជាទៅកាន់ពិភពលោកដើម្បីទាក់ទាញភ្ញៀវទេសចរដោយមិនចាំបាច់ប្រើវិធីសាស្ត្រជេរតបទៅក្រុមប្រឆាំងដែលវាយប្រហារទម្លាក់កិត្យានុភាពរបស់កម្ពុជានោះទេការលើកឡើងរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់នៅស្ពានអាកាសមរតកដៃជោដែលជាស្ពានអាកាសទី8ក្នុងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី7ខែមេសាឆ្នាំ2025នេះសម្ដេចបវរធិបតីបានថ្លែងដូចនេះថាសូមឲ្យប្រជាពលរដ្ឋយើងរួមគ្នាផ្សព្វផ្សាយអ្វីដែលល្អៗពីស្រុកខ្មែររបស់យើងឲ្យបានច្រើនឲ្យគេមកលេងស្រុកយើងឲ្យគេមកទេសចរសម្ដេចបានថ្លែងអំណរគុណចំពោះអ្នកបង្កើតមាតិកាមួយចំនួនដែលខិតខំផ្សព្វផ្សាយល្អៗពីកម្ពុជាសម្ដេចបានឧទាហរណ៍ថានៅពេលឃើញសម្រាមសូមកុំផ្សព្វផ្សាយសម្រាមសូមផ្សព្វផ្សាយអ្វីដែលមានមនុស្សច្រើនអ្វីសប្បាយរីករាយរឿងអសន្តិសុខក៏ដូចគ្នាកុំយករឿងឆក់មួយករណីទៅផ្សាយរាល់ថ្ងៃសូមផ្សព្វផ្សាយអ្វីដែលយើងខិតខំពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សម្ដេចបានបន្តថាការគិតវិជ្ជមានធ្វើវិជ្ជមានផ្សព្វផ្សាយវិជ្ជមានមិនមែនជាកាតព្វកិច្ចផ្ដាច់មុខរបស់រាជរដ្ឋាភិបាលទេជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាកន្លែងណាដែលខ្វះចន្លោះសូមចូលទៅគេហទំព័ររបស់សាលារាជធានីភ្នំពេញដើម្បីប្រាប់អំពីរឿងខ្វះចន្លោះនោះទន្ទឹមនឹងការអំពាវនាវបែបនេះសម្ដេចក៏បានលើកឡើងពាក់ព័ន្ធនឹងការរិះគន់របស់ក្រុមប្រឆាំងផងដែរដោយកន្លងទៅពួកគេប្រើប្រាស់ពាក្យពេចន៍មិនសមរម្យអសិលធម៌ចំណុចនេះសម្ដេចបានអំពាវនាវឲ្យអ្នកគាំទ្រកុំតបតដោយពាក្យអសុរោះដែលធ្វើឲ្យប៉ះពាល់ដល់សិលធម៌របស់ប្រទេសកម្ពុជា